សូមស្វាគមន៍មកកាន់មេរៀន Laravel 5.4 ជាភាសាខ្មែរហើយនេះគឺជាមេរៀនទី2ដោយអ្នកទាំងអស់គ្នាបានដឹងហើយមេរៀនទី1ខ្ញុំបានណែនាំទាំងអស់តាក់ទងមួយ content ដែលយើងនឹងត្រូវរៀនអញ្ចឹងនៅក្នុងមេរៀនទី2នេះយើងនឹងស្វែងយល់អំពី author ហើយនឹងការ set up environment អូខេ content នៅក្នុងមេរៀនទី2នេះគឺមាន5ចំណុចដែរអញ្ចឹងសូមមើលទាំងអស់គ្នាទី1និយាយតាក់ទងមួយ author អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ថាខ្ញុំជាណាគេនិយាយចំទៅខ្ញុំឈ្មោះសុកគឹមឈុនហើយអ្នកទាំងអស់គ្នា contact តាម email ឬក៏លេខទូរស័ព្ទរបស់ខ្ញុំបានក្រៅពីហ្នឹងខ្ញុំក៏មាន social network មួយចំនួនដូចជា Facebook GitHub ហើយនិង YouTube អញ្ចឹងអ្នកទាំងអស់គ្នាអាចជួយចូលមកមើលក្នុង Facebook account របស់ខ្ញុំអាចឆាតដើម្បីសួរព័ត៌មានមួយចំនួនហើយខ្ញុំក៏មាន page ថ្មីមួយដែលខ្ញុំតំបង្កើតជួយ share ជួយ like ផងគឺដែលមានឈ្មោះថា part time code ជួយ like ទាំងអស់គ្នាផងហើយ content ហើយនឹងវីដេអូទាំងអស់ខ្ញុំនឹងផុសចូលនៅក្នុងហ្នឹងនេះខ្ញុំបានផុសមួយចំនួនហើយប៉ុន្តែដូចជាអត់សូវឃើញមានអ្នក view ទេដោយសារអត់ទាន់បាន share ហើយ content ក៏វាអត់ពេញដែរបាទខ្ញុំអត់ទាន់បាន share ច្រើនអូខេអញ្ចឹងជួយ share ហើយជួយ like ផងបន្តមកទៀតចំពោះ source code ដែលយើងនឹងត្រូវ copy គឺអ្នកទាំងអស់គ្នាត្រូវជួយ follow GitHub របស់ខ្ញុំមួយផងដើម្បីងាយស្រួលក្នុងការ download source code នៅក្នុងមាន Laravel ខ្ញុំនឹងដាក់នៅក្នុង repository មួយដែលខ្ញុំបង្កើតគឺ repository មួយនេះដែលខ្ញុំដាក់ជា public ឲ្យអញ្ចឹងអ្នកទាំងអស់គ្នានឹងអាច download source code ចេញពីហ្នឹងអូខេចំពោះ YouTube account របស់ខ្ញុំគឺមានឈ្មោះអញ្ចឹងដែរគឺសុកគឹមឈុនអ្នកទាំងអស់គ្នាអាច search រកមើលបានហើយជួយ subscribe ផងដើម្បីងាយស្រួលក្នុងការទទួលយកវីដេអូថ្មីៗពីខាងខ្ញុំហើយជាពិសេសមេរៀន Laravel 5.4 នេះខ្ញុំនឹងផុសចូលទៅក្នុង channel មួយដែលមានឈ្មោះថា Laravel 5.4 Tutorial ខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយ subscribe ហើយមេរៀនទាំងអស់ខ្ញុំនឹងផុសចូលក្នុងនេះអូខេអស់ហើយនេះតាក់ទងជាមួយខ្ញុំតាក់ទងមួយ author ចំណុចធំទី2គឺនិយាយតាក់ទងជាមួយនឹង acknowledgement មិនភ្លេចទេមុននឹងចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងតាក់ទងមួយមេរៀន Laravel នេះខ្ញុំសូមថ្លែងអំណរគុណដល់ប៉ាម៉ាក់ខ្ញុំបងស្រីខ្ញុំដែលអនុញ្ញាតឲ្យខ្ញុំបានរៀនចប់នៅសាកលវិទ្យាល័យជាពិសេសខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន2គឺសាកលវិទ្យាល័យកម្ពុជាហើយនិង Korea Software HRD Center សូមអរគុណចំពោះគណៈគ្រប់គ្រងស្រុកសាច់កណ្ដាលដែលមានបណ្ឌិតអ៊ំប៉ុនមនីរតដែលជាអ្នកផ្ដល់អាហារូបករណ៍ឲ្យខ្ញុំបានសិក្សានៅសាកលវិទ្យាល័យកម្ពុជាបញ្ចប់ថ្នាក់ BA របស់ខ្ញុំ 100% ហើយក៏សូមអរគុណចំពោះ Dean លោកគ្រូទាវជំនន់ជា Dean នៅសាកលវិទ្យាល័យកម្ពុជាដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំបានសិក្សាជាពិសេសអរគុណទៅដល់លោកគ្រូស្រៀងកសលលោកគ្រូអ៊ុំសៅកសលលោកគ្រូហួតដុល្លារលោកគ្រូផ្សេងទៀតដែលជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យកម្ពុជាខ្ញុំពិតជាសូមអរគុណមែនតើមួយវិញទៀតគឺខ្ញុំពិតជាសូមអរគុណចំពោះដុកទ័រគឹមដែលជា Director នៅ HRD Center ហើយសូមអរគុណចំពោះលោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូតូឡាលោកគ្រូប៊ុនរងលោកគ្រូវុធាដែលជា instructor នៅ Korea Software HRD Center ដែលជួយបង្ហាត់បង្ហាញខ្ញុំនៅពេលដែលខ្ញុំ train នៅទីនោះខ្ញុំពិតជាអរគុណមែនតើអញ្ចឹងថ្ងៃនេះបន្ទាប់ពីទទួលបានចំណេះដឹងបទពិសោធន៍ថ្មីខ្ញុំធ្វើការចែករំលែកនៅមេរៀននេះចំពោះអ្នកដែលចូលចិត្តស្រាវជ្រាវវិញអញ្ចឹងសូមអរគុណតាក់ទងជាមួយនៅ requirement នៅក្នុងមេរៀនហ្នឹងយើងមាន requirement មិនអត់ទេប្រសិនបើអ្នកទាំងអស់គ្នាចង់រៀន Laravel at least អ្នកទាំងអស់គ្នាត្រូវតែចេះ PHP និយាយម្ដងទៀតហើយនិយាយដាច់ខាតពីខាងលើនេះខ្ញុំតម្រូវចេះដាច់ខាត PHP និង OOP អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាអត់ចេះ PHP ទេសូមទៅមើលវិញណាមានតែចូលទៅ WC School មកនៅក្នុង WC School នេះមានមេរៀនច្រើនណាស់អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកមើល PHP មកអូខេជា server side នេះអញ្ចឹងមេរៀនវាមានតាមលំដាប់លំដោយយើងអាចមើលមកត្រួសមកអូខេចំណុចទី2គឺ OOP អ្នកទាំងអស់គ្នារៀនភាសាអីក៏ដោយក៏ត្រូវតែយល់ language ឬក៏យល់ concept របស់ OOP ទោះ Java ទោះ C# ទោះ PHP អញ្ចឹងត្រូវយល់វាដាច់ខាតប៉ុន្តែ OOP នេះខ្ញុំបានរៀបវីដេអូមេរៀនមួយរួចហើយអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាអត់ច្បាស់ OOP ទេ
ចូលមកក្នុង channel ខ្ញុំចឹងមកដូចគ្នាចុចលើ playlist មកអ្នកទាំងអស់គ្នានឹងឃើញ playlist មួយដែលតាក់ទងដែលខ្ញុំបានបរៀនរួចហើយតាក់ទងជាមួយនឹង OP PHP ជាភាសាខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានអូខេទៅទៀត JavaScript ក៏ដូចជាអត់មានអីលំបាកទេបើសិនបើអ្នកទាំងអស់គ្នាធ្លាប់រៀន basic language ហើយឬក៏អត់ទាន់ច្បាស់ទេអ្នកទាំងអស់គ្នាអាចចូលមករៀន JavaScript នៅក្នុង WC School បន្ថែមទៀតអូខេយើងអាចមើលមកត្រួសចឹងដែរមកចំណុចសំខាន់ចុងក្រោយគឺ MVC នេះមិនតម្រូវខ្លាំងណាស់ណាទេប៉ុន្តែខ្ញុំនឹងបញ្យល់បន្ថែមទៀតនៅក្នុងមេរៀនរបស់ខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់ទាក់ទងជាមួយនឹង MVC ធម្មតា concept MVC ហើយនិង MVC របស់ Laravel អញ្ចឹងចំណុចមួយនេះអត់សូវជាបញ្ហាទេប៉ុន្តែនិយាយជារួមហើយនិយាយឲ្យសំខាន់និយាយស្មោះឲ្យស្មោះត្រង់គឺបើចង់មើល Laravel ឲ្យយល់អ្នកទាំងអស់គ្នា at least ត្រូវតែយល់ PHP ហើយនិង OP ប្រសិនបើអត់យល់ពីរនឹងខ្លាំងទេអត់យល់មិនថាមិនខ្លាំងអត់យល់ basic របស់វាទេមិនបាច់ចាំមកមើលមេរៀននេះទេមើលអត់យល់ទេអូខេតាក់ទងជាមួយនឹង reference ដែលខ្ញុំយកមកដើម្បីស្រាវជ្រាវដែលខ្ញុំយកមកពីផ្សេងនេះគឺមានច្រើនណាស់ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តមើលជាងគេគឺចូលទៅមើល document ដើមរបស់វាអ្នកទាំងអស់គ្នាចូលទៅក្នុងមេរៀនរបស់ Laravel មក document របស់វានេះគឺក្នុង website របស់ Laravel គឺ provide ឲ្យយើង document full document អញ្ចឹងអ្នកទាំងអស់គ្នាមើលតាមមេរៀនចង់មើលអីមើលនឹង database eloquent security basic គឺមានមក complain អញ្ចឹងមុននឹងខ្ញុំមកចាប់ផ្ដើមសរសេរធ្វើក៏ខ្ញុំចូលមើលទាំងអស់គ្នាដែរអញ្ចឹងអាចចូលមើលបាន research Google research YouTube មើលបន្ថែមអត់មានបញ្ហាទៅទៀតចំណុចសំខាន់នៅក្នុងមេរៀនហ្នឹងគឺតាក់ទងជាមួយនឹង environment setup អញ្ចឹងនៅក្នុង environment setup នេះខ្ញុំត្រូវការ3 component ធំគឺ web server composer ហើយនិង Eclipse PHP Eclipse Mask របស់ PHP អូខេខ្ញុំបញ្យល់មួយ compose web server ជាអីជាទូទៅ web server វាមាន3ធាតុ component នៅក្នុងនោះគឺវាមាន PHP វាមាន PHP admin ហើយនិង Apache ចេះមានថានៅពេលដែលយើង install web server តែមួយយើងបាន component ដល់ទៅ3ចំពោះ composer នេះគឺជាអី composer នេះវាគឺជា library management របស់ Laravel អញ្ចឹងនៅពេលដែលយើងចង់បាន download library ផ្សេងយកមកប្រើនៅក្នុង Laravel គឺ composer វាគឺជាអ្នកគ្រប់គ្រងអញ្ចឹងយើងប្រើវាដើម្បីទាញយកមកយើងមានភាពងាយស្រួលចំពោះ IDE ដែលខ្ញុំប្រើហេតុអ្វីបានជាខ្ញុំប្រើ Eclipse PHP ដោយសារ Eclipse PHP នេះវាមាន plugin របស់វាដើម្បី connect ទៅកាន់ GitHub server អញ្ចឹងនៅក្នុងករណីនេះខ្ញុំនឹងទាញខ្ញុំនឹងដាក់ source code របស់ខ្ញុំទៅលើ GitHub ហើយខ្ញុំនឹងទាញ source code របស់ខ្ញុំពី GitHub មកវិញជាហេតុធ្វើឲ្យខ្ញុំត្រូវតែប្រើ Eclipse PHP មែនតើទៅ IDE ក៏ប្រើបានដែរប៉ុន្តែគ្រាន់តែខ្ញុំត្រូវការ component មួយចំនួនដើម្បី connect ទៅកាន់ GitHub Eclipse PHP នេះវាងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងខ្ញុំទៅធ្វើការ download software នឹងទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវចូលមកក្នុង web របស់ web server คลิกលើពាក្យ download web server 32 bit ឬក៏64 bit អាស្រ័យទៅលើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចចេះ check អីថាកុំព្យូទ័រខ្លួនឯង32ឬក៏64ហើយ at least អ្នកទាំងអស់គ្នាត្រូវតែមើលថា Laravel 5.4 នេះ installation គឺតម្រូវឲ្យមាន PHP 5.6 អញ្ចឹងបើសិនបើយើងធ្លាប់ download web server ចាស់គួរតែ check មើលហងណាថា version របស់ PHP របស់យើងនោះ 5.6 ឬនៅអូខេបើ 5.6 អូខេអាច install បានប៉ុន្តែបើមិនមែន 5.6 ទេគួរតែ download ថ្មីចំពោះ composer អ្នកទាំងអស់គ្នាត្រូវតែចូលមកក្នុង composer.org ដើម្បី download ហើយចុចលើប៊ូតុង download មក Eclipse PHP អ្នកទាំងអស់គ្នា search នៅក្នុង Google វាយ Eclipse PHP download មកនេះនៅលើគេនេះអូខេខ្ញុំចូលទៅអញ្ចឹងនៅក្នុង Eclipse PHP នេះ Eclipse វាមាន package ជាច្រើនអញ្ចឹងហើយបានជាខ្ញុំdemo ចូលឲ្យអ្នកទាំងអស់គ្នាមើលតាមមួយ step គឺវាមាន package ច្រើនអញ្ចឹងអ្វីដែលខ្ញុំធ្លាប់ប្រើនេះគឺ mass package អ្នកទាំងអស់គ្នាចុចលើ mass package មកអូខេអញ្ចឹងនៅក្នុង mass package នេះវាមាន IDE ជាច្រើនទៀតមិនមែន IDE តែមួយហ្នឹងឯងអញ្ចឹងអ្វីដែលយើងត្រូវប្រើនៅក្នុង course ហ្នឹងគឺ Eclipse PHP developer ចុចលើវាមកចំណុចចុងក្រោយដែលអ្នកទាំងអស់គ្នាត្រូវជ្រើសរើសគឺដដែលគឺ32 bit ឬក៏64 bit ដោយបេះទៅលើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាចំណុចកុំព្យូទ័រខ្ញុំ Windows 64 bit ខ្ញុំ download យក link មួយនេះអូខេចុងក្រោយខ្ញុំសន្មតថាអ្នកទាំងអស់គ្នាបាន download software រួចហើយអញ្ចឹងខ្ញុំបានបើកអញ្
ចឹងសិនមកថា software របស់យើង download នៅក្នុងនេះរួចហើយអូខេតែខ្ញុំមាន3ហ្នឹងអញ្ចឹងមុនដំបូងខ្ញុំធ្វើការ install web server អូខេ click install វាចឹងមកអញ្ចឹងយើងចាំតិចទៅដើម្បីឲ្យចាប់ដើមអូខេយើង click OK agreement មកអូខេ next មកអត់កែផាតទេ next ទៀតមកអញ្ចឹង install អញ្ចឹងយើងចាំវាមកផ្លែតទៅអូខេចាំមកដល់ចំណុចនេះយើងអាចយក no ក៏បានដែរអូខេ by default របស់វាមកចំពោះ IDE Netpack ក៏យើងអាចយក no មកអូខេអត់អីទេអានេះយើងអាចរើសតាមក្រោយបានអញ្ចឹងវាចាប់តាម install web របស់យើងណាតើ install ហើយយើងអាចតេស្តវាមើលតិចទៅថាវាដើរអត់ចង់ finish មកអញ្ចឹងយើងបាន web server មួយចង់ web server យើងសាកបើកវាមកនេះ web server របស់យើងដើរហើយតែ CPU របស់ខ្ញុំបានឡើងចង់កប់ហើយតោះអញ្ចឹងយើងមើលទាំងអស់គ្នាចុចយក local host មកអូខេអញ្ចឹងនេះវាដើរហើយយើងមើល PHP admin របស់យើងមើលដើរអត់អូខេយើងចុច go យើងប្រើដាក់ root អូខេអញ្ចឹងវាដើរអញ្ចឹងសន្មតថា web server របស់ខ្ញុំបាន install ជោគជ័យខ្ញុំ exit វាចោលចុះអូខេតមកទៀតខ្ញុំនឹងធ្វើការ install composer អូខេអញ្ចឹង composer នេះយើងធ្វើការ install មកយើងclick install អញ្ចឹងយើង click next អ្នកទាំងអស់គ្នាត្រូវរើស path នេះដូចគ្នាអូខេ path នេះប្រហែលជា default ដែលខ្ញុំធ្លាប់ចូលមកយើងអាចចូលមើលpath របស់យើងវិញគឺទី1យើងចូលមក drive C ចូលមក WAM 64ហើយ path របស់វាគឺ bin php យើងចូលមក bin php php របស់យើងចុងក្រោយប្រហែលជា version នេះអានេះប្រហែលជាអត់មានទេអូមានដែរអញ្ចឹងប្រហែលជា version PHP របស់យើងមាន version 2អញ្ចឹងយើងសាកមើលម្ដងទៀតមើលខ្ញុំប្រៅយើងចូលមកក្នុង drive C WAM 64ហើយចូលទៅ bin ចូល PHP យក PHP នៅក្នុងនេះគឺ7ចុចប៉ុន្តែអ្វីដែលយើង install មិញហ្នឹងដូចជាបាន 6.5 នេះគេអញ្ចឹងខ្ញុំសូមជ្រើសរើសយក 6.5 នេះចុះ7ចុចនេះខ្ញុំសូមធ្វើការទុកសិនអញ្ចឹងយើងយក 6.5 នេះមកប៉ុណ្ណឹងទេហើយយើងចុច next ទៅអានេះដូចជាអត់អីទេចុច next ទៅចុច install ទៅណាអូខេប៉ុណ្ណឹងទេមានតែកន្លែងរើសមិញហ្នឹងមួយទេដែលយើងត្រូវរើសវាក្រៅពីហ្នឹងគឺយើងអត់មាន config អីច្រើនទេធ្វើឲ្យវា run ហើយ install ខ្លួនឯងប៉ុណ្ណឹងទេអញ្ចឹងធ្វើការចាំ plate ហើយយើងចុច next ទៀតទាំងមកចុចយើង finish អញ្ចឹងដើម្បីឆែកមើលថា composer របស់យើង download យើង install ហ្នឹងជោគជ័យអត់យើងបើក command from មួយមកយើងវាយពាក្យថា composer អូខេចឹងនេះ composer របស់យើងបាន install រួចហើយបើសិនបើយើង install ហើយយើងវាយទៅវាចេញបែបនេះអូខេជោគជ័យមួយទៀតអញ្ចឹងខ្ញុំធ្វើការពលា Eclipse Eclipse នេះចឹង Eclipse នេះខ្ញុំធ្វើការ extract វាមកខ្ញុំពលាវាចេញមក extract ដាក់ហ្នឹងមកEclipse នេះដូចជាយើងគ្រាន់តែ copy ប្រើទេហើយ extract ចេញមកយើងអាចប្រើវាបានហើយអញ្ចឹងខ្ញុំនឹង extract វាហើយ copy វាដាក់ចូល drive C អូខេខ្ញុំដាក់នៅណាចេះខ្ញុំចូលទៅក្នុង drive C ខ្ញុំមាន folder មួយដាក់ថា all Eclipse អញ្ចឹងខ្ញុំមានច្រើនអញ្ចឹងខ្ញុំទុក copy វាមួយទៀតសោះធ្វើថ្មីឲ្យយល់ទាំងអស់គ្នាចាំបន្តិចដើម្បីវា extract បានតែវា extract លឿនដែរទេអូខេហ្នឹងហើយវាចិត្តចប់ហើយអូខេវា 99ណាវាខ្វះបន្តិចទៀតទេអូខេអញ្ចឹងនេះគឺជា Eclipse នេះខ្ញុំ rename វាតិចទៅដោយសារនៅក្នុងនោះវាមាន Eclipse មួយទៀតទេខ្ញុំ rename ដាក់វាដាក់ថា underscore Laravel អូខេប៉ុណ្ណឹងមកខ្ញុំខាត់វាទៅខាត់វាដាក់ចូលទៅក្នុងនេះនៅក្នុង drive C របស់ខ្ញុំបានបង្កើត folder មួយដាក់ថា all Eclipse ហើយខ្ញុំផាសវាមកហ្នឹងមកអ្នកនរគ្នាអាចបង្កើត folder ឬក៏ដាក់នៅណាក៏បានដែរដាក់នៅក្នុង drive C ទៅហើយខ្ញុំផាសវាចូលមកអញ្ចឹងខ្ញុំនឹងចូលទៅក្នុង Eclipse ហ្នឹងហើយខ្ញុំ
send icon របស់វាចូលទៅ desktop អូខេអញ្ចឹងប៉ុណ្ណឹងអស់ហើយអញ្ចឹងអា icon នេះខ្ញុំនឹងដាក់វាថា Laravel អញ្ចឹងយើងដាក់ថា Laravel អញ្ចឹងយើងសាកបើកវាមើលជាទូទៅ Eclipse វានឹងឲ្យយើងរើស default workspace ប៉ុន្តែយើងចាំតិចទៅនេះវាមានហើយគឺ Eclipse Mask .2 អូខេអូខេ default workspace របស់ខ្ញុំគឺខ្ញុំដាក់នៅហ្នឹងតោះអត់អីទេ default workspace អញ្ចឹងខ្ញុំអូខេទៅដើម្បីបើកមើល Eclipse ហ្នឹងអញ្ចឹងចាំតិចទៅអូខេតទៅពីវា load ចប់វានឹងដើរយើងហើយអូខេ Eclipse របស់នេះវាជំនាន់ចុងក្រោយដែរវាចេញមកគាត់បានដែរអូខេខ្ញុំគិតថាប្រហែលជាវាជាប់ជាមួយនឹង section មុនរបស់ Eclipse ខ្ញុំហើយមើលទៅអញ្ចឹងបើសិនបើ Eclipse ថ្មីវានឹងចេញមកវាចេញជាផ្ទាំងថ្មីប៉ុន្តែនេះតាក់ទងមួយដោយសារខ្ញុំធ្លាប់ប្រើ Eclipse ហ្នឹងបានវាចេញមករៀងដូចគ្នាអញ្ចឹងយើងចូលមកវានឹងមានinterface បែបហ្នឹងរបស់ Eclipse អូខេអញ្ចឹងយើងមើលមកវាមាន feature មានអីច្រើនរបស់យើងអញ្ចឹងអរគុណចំពោះការតាមដានវីដេអូ set up environment របស់ Laravel អញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងចប់ហើយសូមជួយ share វីដេអូហ្នឹងដល់អ្នកគ្នាផងហើយយើងនឹងជួបគ្នានៅមេរៀនក្រោយទៀតអរគុណ